ចំពោះតារាងតុងស៊ូប្រចាំថ្ងៃទី3ខែកុម្ភៈឆ្នាំ2026ដែលត្រូវជាថ្ងៃវោកដីយ៉ាងឆ្នាំដែលល្អប្រសើរមានឆ្នាំម្សាញ់ជូតហើយនឹងរោងបើត្រូវការធាតុដីហើយនឹងមាសកាន់តែល្អប្រសើរចំពោះឆ្នាំដែលគួរតែមានការប្រុងប្រយ័ត្នមានឆ្នាំខាលធាតុទឹកវ័យ64ឆ្នាំនិងខាលធាតុឈើវ័យ52ឆ្នាំទិសដែលយើងគួរតែបំរុងបង្ការក្នុងការជួសជុលស្វាដំបុកគ្រឹះមានទិសខាងជើងហើយនិងទិសខាងត្បូងយើងឃើញថាតារាសាស្ត្រប្រចាំថ្ងៃហើយនិងខែមានលេខដូចគ្នាចក្នុងទិសតែមួយទិសណាដែលល្អគឺល្អខ្លាំងទិសណាដែលមិនល្អយើងគួរតែបំរុងបង្ការក្នុងការការពារចំពោះតារាសាស្ត្រល្អចមកក្នុងទិសខាងត្បូងឈៀងខាងកើតទី120អង្សាយើងអាចអង្គុយធ្វើការឬក៏យើងអាចដាក់ទឹកមានចលនាឬក៏យើងអាចប្រើទៀន9ដើមបានក្នុងករណីយើងអត់មានទឹកម៉ោងដែលល្អប្រសើរមានចន្លោះពីម៉ោង7ទៅម៉ោង9ព្រឹកជូនពរសំណាងល្អក្នុងការប្រើប្រាស់តារាសាស្ត្រសម្រាប់ថ្ងៃទី3ខែកុម្ភៈនេះផ្ទាល់អរគុណ